Xung bấy tài nẹ đại kê oi mơ còn sang coi hiên vi đại ho mà một pi kê chong mà mình khoa bị hai phò tê công kết thà thưa chật bẹp ní ai kết phò pi ca mơ còn sang ở sọ công sân khâm ti tăng mơ còn sang bần tọp map nhà ở ảnh hài rồi nháp riệp ca trên tờ ôn pro anh cầm pung rung chăm lùi thay tật đỏ anh dọc tờ đần đăng pro pôn việt nà kết khung chất tam pất nhom trâm chi opco rộp lùi thay tật đỏ ở côn pro quạt sọ lục ở cái này dục lục xây chắc rung chăm lụcในក្នុងការិយាល័យយូរហើយគាត់ថាបានរៀបចំគូសេឲ្យលោកហើយសួរថាលោកត្រឡប់ទៅវិញពេលណាប្រាប់គាត់ទៅថាខ្ញុំកំពុងចុះមើលការដ្ឋានគ្មានពេលទៅរវល់ជាមួយពួកគាត់ទេប៉ុន្តែគ្មានប៉ុន្តែអីទាំងអស់ម្នាក់នេះពាក់មួកសុវត្ថិភាពប្រហែលជាមេការសំណង់ដែលម៉ាក់រៀបចំឲ្យហើយមើលទៅគិតក្នុងចិត្តគឺនាងលោកគឺមួយឆាងហ្វឹងមែនទេបាទគឺខ្ញុំគឺជាគូសេរបស់លោកឈ្មោះសវីយីឈៀងអ្នកនាងមិនចាំខ្ញុំទេហ៎ថាម៉េចគ្មានអីទេគិតក្នុងចិត្តនេះនាងចំណាំមនុស្សខុសឬក៏ខ្លែងធ្វើជាមិនស្គាល់ខ្ញុំឆ្នាំនេះខ្ញុំអាយុ27ឆ្នាំជំពាក់លុយធនាគារមួយលានមកការចំការហូបផ្លែមួយកន្លែងឥឡូវការងារក៏មានលំនឹងគួរសម្ដែងតែថាព័ត៌មានអស់ទាំងនោះគ្រាន់តែជាសម្បកក្រៅទេធៀបពិតទៅខ្ញុំនេះជាមនុស្សឆេវឆាវណាស់ពេលធម្មតាចូលចិត្តចេញក្រៅផឹកស៊ីវីតបគេនឹងហ្មងហើយក៏ចូលចិត្តដើរយប់មិនសូវចូលផ្ទះដែរគិតក្នុងចិត្តចង់ផ្ដាច់ការមើលកន្សែងសោះគួរឲ្យចាប់អារម្មណ៍ដល់គិតក្នុងចិត្តនិយាយប៉ុណ្ណឹងហើយនៅស្ងៀមទៀតមើលទៅរឹងមុខមិនធម្មតាទេម៉ាក់ខ្ញុំនិយាយថាមនុស្សប្រុសឲ្យតែមានលុយគឺខូចហើយអញ្ចឹងទៅថ្ងៃមុខប្រាក់ខែលោកត្រូវតែប្រគល់ឲ្យខ្ញុំទាំងអស់ក្នុងមួយខែខ្ញុំបើកឲ្យលោកត្រឹម400យ៉នទេចំណែកឯថ្លៃទឹកដោះអីហ្នឹងគឺកាន់តែច្រើនកាន់តែល្អព្រោះខ្ញុំនៅមានប្អូនប្រុសដែលត្រូវជួយទំនុកបម្រុងទៀតគិតក្នុងចិត្តខ្ញុំមិនជឿថាលោកឯងអាចទ្រាំនឹងមនុស្សស្រីដែលគិតតែពីប្អូនប្រុសពេកនោះទេគិតក្នុងចិត្តមកឆាប់ខឹងមកក្រឡាប់ទោះមកទៅខ្ញុំគិតថា400យ៉នរៀងច្រើនបន្តិចហើយត្រឹម300បានហើយធម្មតាខ្ញុំមិនសូវចាយលុយអីទេលោកនិយាយថាម៉េចលក្ខខណ្ឌដែលអ្នកនាងទាមទារខ្ញុំអាចធ្វើបានទាំងអស់ហើយថែមទាំងអាចធ្វើបានល្អជាងនេះទៀតផងលោកប្រកាសចិត្តហ៎លោកស្ដាប់យល់នៅអ្វីដែលខ្ញុំនិយាយអំបញ្ញមិញទេខ្ញុំប្រកាសចិត្តគិតក្នុងចិត្តលក្ខខណ្ឌកប់ពុកបែបហ្នឹងក៏គាត់ទទួលយកបានដែរលោកនេះប្រហែលជាមានបញ្ហាខួរក្បាលទេដឹងគិតក្នុងចិត្តប៉ុន្តែប្រកាសជាធ្វើពុតហើយមួយវិនាទីទៀតច្បាស់ជារកលេសបដិសេធមិនខានខ្ញុំមានកូន2នាក់ហើយខ្ញុំទទួលយកការបដិសេធរបស់លោកឈប់សិនលោកមានកូន2នាក់ហើយគិតក្នុងចិត្តមើលទៅនាងពិតជាមិនចាំខ្ញុំមែនបើអ្នកនាងមិនពេញចិត្តទេពេញចិត្តតើខ្ញុំពេញចិត្តខ្លាំងណាស់ហ្មងគិតក្នុងចិត្តរឿងល្អបានធ្វើជាម្ដាយគេទាំងមិនបាច់ឈឺពោះកាត់អញ្ចឹងទោះអុចចង្គៀងរកក៏រកមិនបានដែរលោកមួយខ្ញុំម្នាក់ផ្លូវប្រាប់ថាលោកធ្វើការខាងសំណង់មែនទេអញ្ចឹងការងារប្រចាំថ្ងៃរបស់លោកប្រកាសជារវល់ខ្លាំងហើយមែនទេក៏រវល់គួរសមដែរគិតក្នុងចិត្តរវល់ខ្លាំងមានន័យថាមិនបាច់ជួបមុខគ្នាញឹកញាប់ហើយរាល់ខែនៅវេលលុយឲ្យទៀងទាត់ទៀតនេះមិនមែនជាជីវិតអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃរបស់ខ្ញុំទេអីខ្ញុំសុំទៅទទួលទូរស័ព្ទសិនហើយណាសវីយីឈីងឯងទៅដល់កន្លែងមើលកន្សែងហើយឬនៅខ្ញុំទៅដល់ហើយម៉ាក់អញ្ចឹងបានហើយម៉ាក់ប្រាប់ឯងឲ្យហើយណាបើលើកនេះឯងហ៊ានតែធ្វើឲ្យខូចការងារនាំឲ្យបាត់បង់លុយយកទៅដណ្ដឹងប្រពន្ធឲ្យប្អូនឯងទៀតនោះឯងមិនបាច់ត្រឡប់មកផ្ទះនេះទៀតទេប៉ាកូនចូលចិត្តបងស្រីថ្ងៃមុននោះណាស់កូនចង់ឲ្យគាត់ធ្វើជាម៉ាក់របស់កូននិងបងប្រុសគិតក្នុងចិត្តបើនាងពិតជាអាចធ្វើល្អដាក់ក្មេងមែននាងក៏ជាគូស្រករដ៏ស័ក្តិសមម្នាក់ដែរលោកមួយខ្ញុំពិតជាពេញចិត្តលោកខ្លាំង